បើថ្ងៃនេះគ្មានអ្នកណាលើកទឹកចិត្តអ្នកទេសូមកុំភ្លេចថាអ្នកអាចលើកទឹកចិត្តខ្លួនឯងបានមានពេលខ្លះយើងរងចាំឲ្យអ្នកដទៃមកលើកទឹកចិត្តប៉ុន្តែការរងចាំយូរពេកធ្វើឲ្យយើងបាត់បង់កម្លាំងក្នុងការបន្តដំណើរទៅមុខទៀតសាកឈប់មួយភ្លែតមើលខ្លួនឯងក្នុងកញ្ចក់ហើយនិយាយថាខ្ញុំធ្វើបានខ្ញុំនឹងមិនបោះបង់ទេថ្ងៃស្អែកខ្ញុំនឹងល្អជាងថ្ងៃនេះកុំមើលស្រាលពាក្យតូចៗទាំងនេះពេលអ្នកជឿលើខ្លួនឯងកម្លាំងចិត្តនឹងកើតឡើងពីខាងក្នុងអ្នកមិនចាំបាច់ប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកណាទេគោលដៅរបស់អ្នកគឺក្លាយជាមនុស្សល្អជាងខ្លួនឯងពីម្សិលមិញបើថ្ងៃនេះអ្នកបរាជ័យវាមិនមែនមានន័យថាអ្នកបរាជ័យជារៀងរហូតនោះទេវាគ្រាន់តែជាមេរៀនមួយដែលកំពុងបង្រៀនអ្នកឲ្យរឹងមាំជាងមុនចូលចងចាំថាអ្នកគឺជាមនុស្សដែលស្គាល់ខ្លួនឯងច្បាស់ជាងគេដូច្នេះកុំរងចាំអ្នកផ្សេងមកផ្ដល់កម្លាំងចិត្តចាប់ផ្ដើមពីខ្លួនអ្នកជាមុនសិនបើជឿលើខ្លួនឯងបន្តដើរទៅមុខព្រោះអនាគតដ៏ល្អកំពុងរងចាំអ្នកជានិច្ចបើអ្នកយល់ថាវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់អ្នកសូមជួយ follow page និង share វីដេអូដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ